ដៃខ្មៅដ៏ធំនោះលូកចេញពីរណ្ដៅងងឹតយឺតដីទាំងមូលញ័រខ្លាំងឡើងថ្មនៅលើពិដានចាប់ផ្ដើមធ្លាក់ចុះអ្នកភូមិដែលឈូជុំវិញរណ្ដៅនៅតែសូត្រមន្តដដែលដូចជាពួកគេលែងមានស្មារតីជារបស់ខ្លួនទៀតហើយស្រីនាងថយក្រោយមួយជំហានប៉ុន្តែសំឡេងជ្រៅពីក្នុងរណ្ដៅបានលាន់ឮម្ដងទៀតអ្នកជាគន្លឹះឈាមរបស់អ្នកនឹងបញ្ចប់ត្រាបិទភ្លាមនោះកំណត់ហេតុរបស់តាណនបានបើកទំព័រថ្មីមួយដោយខ្លួនឯងអក្សរចាស់បានលាបឡើងយឺតស្រីនាងប្រញាប់អាននៅក្នុងនោះមានការពិតមួយដែលតាណនមិនធ្លាប់ប្រាប់នរណាជាច្រើនសតវត្សមុនមានក្រុមអ្នកការពារមួយក្រុមដែលមានភារកិច្ចបិទអំណាចងងឹតនៅក្រោមប្រាសាទនេះពួកគេបានប្រើមន្តបុរាណដើម្បីចាក់សោទ្វាងងឹតមិនឲ្យអ្វីដែលនៅខាងក្រោមឡើងមកបានប៉ុន្តែការបិទនោះត្រូវការខ្សែឈាមពិសេសមួយបន្តពីជំនាន់មួយទៅជំនាន់មួយហើយស្រីនាងគឺជាកូនចៅចុងក្រោយនៃខ្សែឈាមនោះនៅពេលនាងអានចប់វុធីបានដើរមកជិតភ្នែកក្រហមរបស់គាត់ភ្លឺឡើងតាខ្មៅបានព្យាយាមការពារនាងគាត់ដឹងថាថ្ងៃណាមួយអ្នកនឹងត្រូវមកទីនេះប៉ុន្តែឥឡូវវាយឺតពេលហើយស្រីនាងសង្កេតឃើញថាទោះបីវុធីត្រូវអំណាចងងឹតគ្រប់គ្រងក៏ដោយក៏នៅក្នុងភ្នែករបស់គាត់ហាក់ដូចជានៅសល់ស្មារតីមនុស្សបន្តិចស្រាប់តែសំឡេងកណ្ដឹងបុរាណបានលាន់ឮម្ដងទៀតពន្លឺខ្សោយមួយបានភ្លឺឡើងនៅជ្រុងសាលធំនៅទីនោះមានរូបសំណាកថ្មចាស់មួយនៅក្នុងដៃរូបសំណាកមួយមានដាវបុរាណមួយដែលឆ្លាក់និមិត្តសញ្ញាដូចនៅលើកំណត់ហេតុស្រីនាងដើរទៅជិតហើយចាប់កាន់ដាវនោះភ្លាមពន្លឺពណ៌សបានផ្ទុះឡើងពេញសាលនាងបានឃើញទិដ្ឋភាពមួយដូចជាការចងចាំពីអតីតកាលនាងបានឃើញតាខ្មៅកាលនៅក្មេងគាត់ឈរនៅមុខរណ្ដៅដូចគ្នានេះជាមួយគាត់មានអ្នកការពារជាច្រើនអ្នកពួកគេកំពុងប្រយុទ្ធដើម្បីរក្សាត្រាបិទតែថ្ងៃមួយតាខ្មៅបានរកឃើញសៀវភៅមុនអាគមសៀវភៅនោះមិនមែនជាសៀវភៅធម្មតាទេវាជាវត្ថុដែលអំណាចងងឹតប្រើដើម្បីតាក់ទាញមនុស្សឲ្យបើកទ្វារសួគ៌តាខ្មៅបានប្រឆាំងវាអស់ជាច្រើនឆ្នាំប៉ុន្តែទីបំផុតគាត់ត្រូវអំណាចនោះបោកបញ្ឆោតទិដ្ឋភាពបានបាត់ទៅវិញស្រីនាងដឹងហើយថាតាខ្មៅមិនមែនជាមនុស្សអាក្រក់ទេគាត់គ្រាន់តែជាអ្នកការពារម្នាក់ដែលបរាជ័យហើយឥឡូវនេះភារកិច្ចនោះបានធ្លាក់មកលើនាងដៃខ្មៅដ៏ធំចាប់ផ្ដើមលូកខ្ពស់ឡើងពីរណ្ដៅជាមួយវាមានស្រមោលខ្មៅរាប់រយហោះចេញមកសំឡេងសើចគួរឲ្យរន្ធត់បានបន្លឺពេញប្រាសាទយឺតពេលហើយទ្វារចិត្តបើកហើយស្រីនាងកាន់ដាវបុរាណយ៉ាងរឹងមាំប៉ុន្តែនៅពេលនោះកំណត់ហេតុបានបើកទៅទំព័រចុងក្រោយបំផុតមានតែប្រយោគមួយប៉ុណ្ណោះដើម្បីបិទទ្វារជារៀងរហូតអ្នកការពារចុងក្រោយត្រូវជ្រើសរើសរវាងការលះបង់ខ្លួនឯងឬការលះបង់ពិភពលោកទាំងមូលស្រីនាងសម្លឹងមើលរណ្ដៅងងឹតដៃខ្មៅកាន់តែលេចចេញមកអំណាចដ៏គួរឲ្យភ័យខ្លាចកំពុងសាយភាយពេញប្រាសាទហើយនាងដឹងថាពេលវេលាសម្រាប់ការសម្រេចចាប់ចុងក្រោយបានមកដល់ហើយសំឡេងក្រហមពីក្នុងរណ្ដៅងងឹតកាន់តែខ្លាំងឡើងដៃខ្មៅដ៏ធំនោះបានលូកឡើងផុតពីគៀមរណ្ដៅរួចហើយស្រមោលខ្មៅរាប់រយបានហោះជុំវិញសាលបុរាណដូចជាកំពុងរង់ចាំម្ចាស់របស់វាចេញមកស្រីនាងកាន់ដាវបុរាណជាប់ក្នុងដៃពាក្យនៅក្នុងកំណត់ហេតុនៅតែដក់ជាប់ក្នុងចិត្តនាងអ្នកការពារចុងក្រោយត្រូវជ្រើសរើសភ្លាមនោះពន្លឺពណ៌សមួយបានភ្លឺឡើងពីដាវរូបរាងស្រអាប់ជាច្រើនបានលេចចេញជុំវិញនាង
ពួកគេស្លៀកសម្លៀកបំពាក់បុរាណនិងកាន់អាវុធចាស់ចាស់ពួកគេគឺជាអ្នកការពារពីជំនាន់មុនក្នុងចំណោមនោះមានមនុស្សម្នាក់ដែលស្រីនាងស្គាល់ភ្លាមតាខ្មៅតែពេលនេះគាត់មិនមែនជាស្រមោលគួរឲ្យខ្លាចទៀតទេផ្ទៃមុខរបស់គាត់ពោពេញដោយទុក្ខសោកតាខ្មៅនិយាយដោយសំឡេងស្ងប់ស្ងាត់ចៅអើយជីតាបានបរាជ័យជីតាមិនអាចទប់ស្កាត់អំណាចនេះបានតែអ្នកនៅមានឱកាសស្រីនាងសួរទាំងទឹកភ្នែកតើខ្ញុំត្រូវធ្វើអ្វីតាខ្មៅសម្លឹងទៅរណ្ដៅអ្វីដែលនៅខាងក្រោមមិនមែនជាព្រះមិនមែនជាអរៈវាគឺជាអំណាចងងឹតបុរាណដែលមនុស្សជំនាន់មុនបានបិទទុកបើវាចេញមកពិភពលោកនឹងធ្លាក់ក្នុងភាពងងឹតនៅពេលនោះសំឡេងសើចដ៏ធំបានបន្លឺឡើងជញ្ជាំងប្រាសាទបែកប្រេះកាន់តែខ្លាំងភ្នែកក្រហមយក្សពីក្នុងរណ្ដៅសម្លឹងមកកាន់ស្រីនាងកុំស្ដាប់ពួកគេអ្នកអាចមានអំណាចលើសំនួរទាំងអស់គ្រាន់តែបើកទ្វារឲ្យយើងសំឡេងនោះល្បួងនិងគួរឲ្យចាប់អារម្មណ៍មួយផ្លែតស្រីនាងមានអារម្មណ៍ថាចង់ជឿវាប៉ុន្តែនាងនឹកឃើញអ្នកភូមិដែលបានបាត់ខ្លួននឹកឃើញតាណននឹកឃើញគ្រួសាររបស់នាងស្រីនាងលើកដាវបុរាណឡើងអ្នកការពារទាំងអស់បានឈរជារង្វង់ជុំវិញរណ្ដៅពន្លឺពណ៌សបានចាប់ដើមភ្លឺចេញពីដីនិមិត្តសញ្ញាបុរាណមួយលេចឡើងជុំវិញរណ្ដៅអំណាចនៃត្រាបិទកំពុងត្រឡប់មកវិញតែភ្លាមនោះវុធីបានដើរចេញពីក្រុមអ្នកបាត់ខ្លួនគាត់ស្រែកឡើងទាំងឈឺចាប់ឥឡូវនេះបិទទ្វារវាសម្រាប់លើកដំបូងស្មារតីរបស់គាត់បានយកឈ្នះលើអំណាចងងឹតគាត់រត់ទៅកាន់គៀមរណ្ដៅហើយចាប់ទាញស្រមោលខ្មៅដែលកំពុងលេចចេញមកអ្នកបាត់ខ្លួនផ្សេងទៀតក៏ដូចជាភ្ញាក់ពីសន្លប់ពួកគេចាប់ផ្ដើមជួយគ្នាទប់ស្កាត់អំណាចនោះស្រីនាងដឹងថានេះជាឱកាសចុងក្រោយនាងយកដាវបុរាណចាក់ចូលកណ្ដាលនិមិត្តសញ្ញាពន្លឺដ៏ខ្លាំងមួយបានផ្ទុះឡើងសាលបុរាណទាំងមូលត្រូវបានលាបដោយពន្លឺសសំឡេងគ្រហឹមពីក្នុងរណ្ដៅបានលាន់ឮពេញព្រៃទេយើងមិនអាចត្រឡប់ទៅវិញបានទេពន្លឺកាន់តែខ្លាំងឡើងដៃខ្មៅដ៏ធំចាប់ផ្ដើមរលាយភ្នែកក្រហមយក្សបិទយឺតស្រមោលខ្មៅទាំងអស់ត្រូវបានទាញត្រឡប់ទៅក្នុងជម្រៅងងឹតវិញទ្វាรงងឹតបានបិទម្ដងទៀតក្រោយមកនៅពេលស្រីនាងបែកភ្នែកឡើងនាងឃើញខ្លួនឯងនៅមាត់ព្រៃព្រះអាទិត្យកំពុងរះប្រាសាទបុរាណបានបាត់ទៅហើយដូចជាវាមិនធ្លាប់មានអ្នកភូមិដែលបានបាត់ខ្លួនបានត្រឡប់មកវិញតែពួកគេមិនចាំអ្វីទាំងអស់នៅលើដីក្បែរនាងមានកំណត់ហេតុចាស់មួយទំព័រចុងក្រោយមានប្រយោគថ្មីមួយទ្វារត្រូវបានបិទតែភាពងងឹតមិនដែលបាត់បង់ជារៀងរហូតទេថ្ងៃណាមួយវានឹងស្វែងរកអ្នកអានថ្មីម្ដងទៀតនៅខាងក្រោមប្រយោគនោះមានស្នាមទឹកខ្មៅថ្មីកំពុងលេចឡើងយឺតដូចជាមាននរណាម្នាក់កំពុងសរសេរពីកន្លែងណាមួយស្រីនាងសម្លឹងមើលដោយភាពរន្ធត់ហើយអក្សរចុងក្រោយបានលេចឡើងថារឿងនេះមិនទាន់ចប់ទេ10ឆ្នាំបានកន្លងផុតទៅភូមិដែលធ្លាប់រងភាពភ័យរន្ធត់បានវិលត្រឡប់មករកភាពស្ងប់ស្ងាត់វិញអ្នកភូមិចំនួនថ្មីភាគច្រើនលែងជឿរឿងទ្វាรงងឹតឬរឿងតាខ្មៅទៀតហើយរឿងទាំងនោះបានคล้ายជានិទានដែលមនុស្សចាស់និយាយប្រាប់កូនចៅនៅពេលជប់ស្រីនាងក៏កាន់តែមានវ័យចំណាស់នាងមិនដែលភ្លេចអ្វីដែលបានកើតឡើងនៅក្នុងប្រាសាទបុរាណនោះឡើយប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំគ្មានសញ្ញាអ្វីចម្លែកកើតឡើងទៀតទេរហូតដល់ថ្ងៃមួយមានបុរសចម្លែកម្នាក់បានមកដល់ភូមិគាត់ឈ្មោះវីរៈគាត់ប្រាប់អ្នកភូមិថាគាត់ជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ
ដែលកំពុងស្វែងរកអរិយធម៌បុរាណដែលបាត់បង់គាត់ជាមនុស្សស្លូតបូតនិងរស់រាយរាក់ទាក់មិនយូរប៉ុន្មានអ្នកភូមិទាំងអស់ក៏ចាប់ផ្ដើមទុកចិត្តគាត់ប៉ុន្តែស្រីនាងមានអារម្មណ៍ចម្លែកមួយរាល់ពេលនាងឃើញវីរៈនាងមានអារម្មណ៍ដូចជាធ្លាប់ជួបគាត់ពីមុនមកទោះបីនាងដឹងថាវាមិនអាចទៅរួចក៏ដោយយប់មួយវីរៈបានចូលទៅក្នុងព្រៃតែម្នាក់ឯងគាត់កាន់ផែនទីចាស់មួយផែនទីដែលមាននិមិត្តសញ្ញាដូចគ្នានឹងសៀវភៅខ្មៅក្រោយដើរអស់ជាច្រើនម៉ោងគាត់បានទៅដល់តំបន់មួយដែលគ្មាននៅលើផែនទីសម័យថ្មីនៅទីនោះមានដើមឈើធំមួយដែលរលំដួលកប់លើដីក្រោមឫសរបស់វាមានប្រអប់ថ្មបុរាណមួយវីរៈញញឹមយឺតដូចជាគាត់ដឹងថាវានៅទីនោះតាំងពីដំបូងគាត់បើកប្រអប់ថ្មនោះខាងក្នុងគ្មានមាសប្រាក់ឬវត្ថុបុរាណអ្វីឡើយមានតែសៀវភៅមួយក្បាលប៉ុណ្ណោះសៀវភៅដែលគ្របដោយស្បែកខ្មៅចាស់នៅលើគម្របមាននិមិត្តសញ្ញាដែលស្រីនាងធ្លាប់ឃើញក្នុងប្រាសាទសៀវភៅខ្មៅសៀវភៅដែលគ្រប់គ្នាគិតថាបានបាត់បង់ទៅហើយនៅពេលវីរៈប៉ះវាខ្យល់ត្រជាក់បានបក់កាត់ព្រៃទាំងមូលសត្វស្លាបរាប់រយក្បាលបានហោះចេញពីដើមឈើក្នុងពេលតែមួយព្រះច័ន្ទដែលភ្លឺចេញចាំងស្រាប់តែត្រូវពពកខ្មៅបាំងជិតអស់ប៉ុន្តែវីរៈមិនភ័យខ្លាចឡើយគាត់បើកសៀវភៅទៅទំព័រដំបូងអក្សរខ្មៅចាប់ផ្ដើមលេចឡើងដោយខ្លួនឯងសូមស្វាគមន៍អ្នកដែលបានស្វែងរកយើងវីរៈញញឹមហើយនិយាយតបវិញឲ្យសំឡេងស្ងប់ស្ងាត់ថាទីបំផុតខ្ញុំបានរកឃើញអ្នកនៅភូមិក្នុងយប់ដដែលនោះស្រីនាងភ្ញាក់ពីដំណេកភ្លាមបេះដូងរបស់នាងលោតញាប់អារម្មណ៍ដែលនាងមិនធ្លាប់មានអស់10ឆ្នាំបានត្រឡប់មកវិញអារម្មណ៍នៃអំណាចងងឹតនាងរត់ទៅរកកំណត់ហេតុចាស់ដែលនាងបានរក្សាទុកជាយូរមកហើយទំព័រចុងក្រោយដែលទទេអស់ជាច្រើនឆ្នាំបានលេចអក្សរថ្មីអក្សរទាំងនោះសរសេរថាអ្នកអានថ្មីបានភ្ញាក់ឡើងត្រាបិទកំពុងចុកខ្សោយហើយលើកនេះគាត់មិនមែនជាជនរងគ្រោះទេគាត់បានមកដោយចេតនាស្រីនាងមានអារម្មណ៍ត្រជាក់ស្រាវពេញខ្លួនប្រសិនបើអត្ថបទនេះពិតមានន័យថាវីរៈមិនមែនជាអ្នកស្រាវជ្រាវធម្មតាទេហើយប្រហែលជាគាត់បានដឹងអត្ថកំបាំងនៃសៀវភៅខ្មៅតាំងពីដំបូងមកមែននៅចុងបញ្ចប់នៃយប់នោះវីរៈអង្គុយតែម្នាក់ឯងនៅក្នុងផ្ទះជួលរបស់គាត់សៀវភៅខ្មៅបើកនៅលើតុអក្សរថ្មីកំពុងលេចឡើងលើទំព័រទទេហើយជាលើកដំបូងមានឈ្មោះមួយលេចឡើងនៅក្នុងសៀវភៅមិនមែនឈ្មោះអ្នកភូមិទេមិនមែនឈ្មោះស្រីនាងទេតែជាឈ្មោះរបស់វីរៈផ្ទាល់ក្រោមឈ្មោះនោះមានប្រយោគមួយអ្នកស្នងតំណែងរបស់តាខ្មៅហើយវីរៈបានញញឹមយឺតដូចជាគាត់បានរងចាំពេលនេះអស់ជាច្រើនឆ្នាំយប់នោះភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់បង្អុយផ្ទះជួលរបស់វីរៈឲ្យញ័ររញ្ជួយប៉ុន្តែគាត់នៅតែអង្គុយស្ងៀមនៅមុខសៀវភៅខ្មៅទំព័រទទេរបស់វាបន្តលេចអក្សរឡើងដោយខ្លួនឯងអ្នកបានត្រឡប់មកវិញហើយអ្នកស្នងតំណែងវីរៈបិទសៀវភៅយឺតមុខរបស់គាត់គ្មានភាពភ័យខ្លាចឡើយផ្ទុយទៅវិញគាត់ហាក់ដូចជាបានដឹងរឿងទាំងនេះជាយូរមកហើយនៅក្នុងប្រអប់ឈើចាស់មួយក្រោមគ្រែរបស់គាត់មានរូបថតសខ្មៅជាច្រើនសន្លឹករូបថតមួយបង្ហាញពីបុរសវ័យចំណាស់ម្នាក់ឈរនៅមុខផ្ទះចាស់ក្នុងព្រៃនៅខាងក្រោយរូបថតមានអក្សរសរសេរថាតាខ្មៅឆ្នាំ1962វីរៈសម្លឹងមើលរូបថតនោះមួយសន្ទុះ
បន្ទាប់មកគាត់បានយកខ្សែកបុរាណមួយចេញពីកអាវលើខ្សែកនោះមាននិមិត្តសញ្ញាដូចគ្នានឹងនៅលើសៀវភៅខ្មៅនិមិត្តសញ្ញាដែលតាខ្មៅធ្លាប់ពាក់នៅពេលជាមួយគ្នានោះស្រីនាងបានទៅជួបព្រះសង្ឃចាស់មួយអង្គដែលរស់នៅលើភ្នំឆ្ងាយពីភូមិគេនិយាយថាព្រះអង្គជាមនុស្សតែម្នាក់ដែលនៅរស់ពីសម័យតាខ្មៅក្រោយស្ដាប់រឿងទាំងអស់ចប់ព្រះសង្ឃបានស្ងប់ស្ងាត់ជាយូរបន្ទាប់មកព្រះអង្គមានសង្ឃដីកាថាវីរៈបើឈ្មោះនោះពិតគាត់ប្រហែលជាមិនមែនមកដោយចៃដន្យទេស្រីនាងសួរដោយការព្រួយបារម្ភតែគាត់ជានរណាព្រះសង្ឃបានដកដង្ហើមធំមួយគាត់ប្រហែលជាកូនចៅចុងក្រោយនៃតាខ្មៅស្រីនាងមានអារម្មណ៍ដូចផ្គរលាន់ក្នុងចិត្តតាខ្មៅមិនធ្លាប់មានកូននៅក្នុងកំណត់ត្រាណាមួយឡើយប៉ុន្តែព្រះសង្ឃបានប្រាប់ការពិតមួយដែលគ្មាននរណាដឹងមុនពេលតាខ្មៅបាត់ខ្លួនគាត់បានផ្ញើក្មេងប្រុសម្នាក់ទៅរស់នៅខេត្តឆ្ងាយក្មេងនោះជាចៅប្រុសរបស់គាត់ដើម្បីការពារគ្រួសារពីអំណាចងងឹតយប់ដដែលនោះស្រីនាងប្រញាប់ត្រឡប់មកភូមិវិញប៉ុន្តែពេលនាងមកដល់ផ្ទះជួលរបស់វីរៈវាយឺតពេលហើយផ្ទះតទេទាំងស្រុងគ្មានម្ចាស់ផ្ទះគ្មានសម្លៀកបំពាក់គ្មានសម្ភារៈដូចជាគ្មាននរណាធ្លាប់រស់នៅទីនោះនៅលើតុមានតែសម្បត្តិមួយសន្លឹកសម្បត្តិនោះសរសេរថាខ្ញុំមិនមែនជាមនុស្សអាក្រក់ដូចដែលអ្នកគិតទេតាខ្មៅមិនបានបរាជ័យទាំងស្រុងឡើយមានការពិតមួយដែលគាត់មិនដែលប្រាប់អ្នកអ្វីដែលនៅក្រោមទ្វាងងឹតមិនមែនជាប្រភពនៃភាពអាក្រក់ទាំងអស់នោះទេហើយខ្ញុំនឹងបង្ហាញការពិតនោះក្រោមសម្បត្តិមានផែនទីមួយផែនទីដែលនាំទៅកាន់ទីតាំងមួយនៅជ្រៅព្រៃជាងប្រាសាទបុរាណទៅទៀតកន្លែងដែលគេហៅថាបល្ល័ង្កស្រមោលនៅចុងម្ខាងនៃព្រៃវីរៈកំពុងឈរនៅមុខទ្វារថ្មយក្សមួយដែលគ្របដណ្ដប់ដោយវល្លិទ្វារនោះមិនមាននៅក្នុងកំណត់ត្រាណាមួយឡើយវាចាស់ជាងប្រាសាទបុរាណ100ឆ្នាំសៀវភៅខ្មៅនៅក្នុងដៃរបស់គាត់បានបើកដោយខ្លួនឯងលើទំព័រចុងក្រោយមានអក្សរមួយប្រយោគទីបំផុតអ្នកបានមកដល់ច្រកពិតប្រាកដវីរៈលើកដៃប៉ះទ្វារថ្មភ្លាមនោះនិមិត្តសញ្ញាពណ៌ក្រហមបានភ្លឺឡើងពេញផ្ទៃទ្វារដីទាំងមូលចាប់ផ្ដើមញ័រហើយពីក្រោយទ្វារនោះមានសម្លេងមួយលាន់ឮឡើងជាលើកដំបូងមិនមែនសម្លេងគំរាមកំហែងមិនមែនសម្លេងអាក្រក់តែជាសម្លេងដែលពោពេញដោយទុក្ខសោកជួយយើងផងវីរៈស្រឡាំងកាំងនេះមិនមែនជាអ្វីដែលសៀវភៅខ្មៅធ្លាប់ប្រាប់គាត់ឡើយហើយនៅពេលនោះគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាគាត់ក៏ត្រូវបានបោកបញ្ឆោតដោយតាខ្មៅកាលពីមុនដែរ